គួរចាប់ផ្ដើមឲ្យកូនញ៉ាំបបរថ្ងៃដំបូងរបៀបម៉េចគួរញ៉ាំនៅអាយុប្រមាណប៉ុណ្ណានឹងឲ្យទឹកកូនផឹករបៀបម៉េចធ្វើម៉េចទៅធ្វើបបរប្រកបរបស់អូនឲ្យបានត្រឹមត្រូវថ្ងៃនេះគឺខ្ញុំទទួលសំណួរនឹងច្រើនមែនតើអញ្ចឹងថ្ងៃនេះសូមមកធ្វើវីដេអូរៀបរាប់ប្រាប់តែម្ដងចាអញ្ចឹងយើងមកនិយាយពីការញ៉ាំបបររបស់អូនមុទិតាចាប់ផ្ដើមញ៉ាំបបរនៅពេលគាត់អាយុ5ខែ27ថ្ងៃយកទៅខ្វះតែ3ថ្ងៃទៀតគាត់6ខែគាត់តែបើយល់ល្អចាំ6ខែគាត់ចាំចាប់ផ្ដើមក៏បានដែរម៉ែអត់មានខុសគ្នាអីតិចតួចហ្នឹងទេខ្ញុំដែលសារឃើញមុទិតាគាត់មានចំណង់អាហារបើខ្ញុំចាប់ផ្ដើមមុនបន្តិចហើយសម្រាប់ការញ៉ាំវិញ3ថ្ងៃដំបូងគឺខ្ញុំចាប់ផ្ដើមឲ្យអូនញ៉ាំបបរអត់មានលាយបន្លែផ្លែឈើសាច់អីទាំងអស់ហើយមួយថ្ងៃឲ្យអូនញ៉ាំតែមួយពេលទេសម្រាប់មួយពេលរបស់អូនគឺញ៉ាំតែប្រហែលតែ2ទៅ3សភាបាយអត់បខំអូនទេញ៉ាំបានប៉ុណ្ណាគឺយើងយកប៉ុណ្ណាការចាប់ផ្ដើមញ៉ាំបបរដំបូងគ្រាន់តែចង់ដឹងថារាងកាយរបស់កូនយើងទទួលយកអាហារបាននៅគាត់រៀនតែ2រៀនលេបរៀនអីចឹងណាហើយចូលដល់ថ្ងៃទី4រហូតដល់ថ្ងៃទី10ចាប់ផ្ដើមឲ្យអូនញ៉ាំមួយថ្ងៃ2ពេលបរិមាណនៅដដែលគឺចន្លោះពី2ទៅ3សភាបាយអត់ច្រើនទេហើយមួយទៀតចន្លោះថ្ងៃហ្នឹងគឺខ្ញុំចាប់ផ្ដើមលាយបន្លែអូនទៅគ្នាហើយមួយថ្ងៃយើងដាក់បន្លែតែប្រមុខទេដោយសារយើងត្រូវតេស្តមើលថាកូនយើងមានអាឡែស៊ីមើលបន្លែអីអត់អញ្ចឹងយើងមើលប្រតិកម្មគាត់នៅថ្ងៃស្អែកថាគាត់មានរាគមានក្តៀនមានអីអត់អញ្ចឹងយើងដាក់បន្លែតែប្រមុខសិនបានហើយមិនបាច់តែញ៉ាំបែបបខំទេម៉ែធ្វើតាមសម្រួលដល់ថ្ងៃទី11 12ឡើងទៅបើខ្ញុំចាប់ផ្ដើមលាយជាមួយសាច់ហើយសាច់ខ្ញុំប្រើតែធុំមាន់ឬក៏ត្រីសិនទេអត់យកសាច់ណាដែលមានខ្លាញ់ច្រើនហើយចូលដល់ថ្ងៃទី11 12នឹងដែរក៏ខ្ញុំដាក់បន្លែចំនួន2ទៅ3មុខត្រូវចាំថាបន្លែ2ទៅ3មុខហ្នឹងត្រូវបើសិនជាមានបន្លែណាដែលអូនអត់ធ្លាប់ញ៉ាំត្រូវលាយជាមួយបន្លែដែលអូនធ្លាប់ញ៉ាំអញ្ចឹងបើសិនជាបន្លែថ្មីដែលអូនអត់ដែរញ៉ាំគាត់មានរាគមានរសអាហ្នឹងក៏យើងអាចនៅចាប់បានដែរដោយសារបន្លែមានច្រើនណាស់ម៉ែអញ្ចឹងយើងអាចតេស្តត្រឹម10ថ្ងៃហ្នឹងយើងដាក់បន្លែដល់ថ្ងៃនេះក៏ដែរក៏ខ្ញុំនៅតែបន្តតេស្តបន្លែថ្មីដែលអូនអត់ទាន់ញ៉ាំអញ្ចឹងបន្លែណាដែលថ្មីយើងលាយមួយបន្លែចាស់ដែលអូនធ្លាប់ញ៉ាំហើយបរិមាណនៃការញ៉ាំរបស់កូនគឺខុសគ្នាម៉ែអញ្ចឹងយើងអាចសង្កេតមើលកូនយើងបើយើងដាក់2ទៅ3សភាបាយហ្នឹងគាត់ញ៉ាំអស់យើងអាចបន្ថែមទៅលើសនឹងអីទៀតតែបើអូនមុទិតារាល់ថ្ងៃគឺត្រឹមតែប៉ុណ្្នឹងទេគាត់អត់ទាន់ញ៉ាំហើយសម្រាប់ម៉ែអត់សូវមានពេលច្រើនធ្វើកញ្ចក់កញ្ចប់ច្រើនអញ្ចឹងអាចទៅមើលវិធីប្រកបបបររបស់ខ្ញុំបានអញ្ចឹងអ្នកខ្លះមើលតាមវីដេអូនេះបានមកដល់ការផឹកទឹករបស់អូនវិញសម្រាប់ទឹកគឺខ្ញុំ start នៅពេលដែលអូនញ៉ាំបបរហើយសម្រាប់ការផឹកទឹករបស់អូនគឺផឹកតែពេលអូនញ៉ាំបបរដើម្បីឲ្យជួយដល់គាត់លេបបបរទៅស្រួលអីចឹងណាខ្ញុំអត់បន្ថែមទឹកលើសនឹងឬក៏ផឹកលេងអីចឹងទេដោយសារតែអូននៅទូចទី1ជាតិទឹកនៅក្នុងដោះគោរបស់អូនគឺគ្រប់គ្រាន់ហើយអូនគាត់រៀងធំហើយគាត់ញ៉ាំបបរបានច្រើនគាត់ញ៉ាំនំញ៉ាំអីម៉ែអាចបន្ថែមទឹកអីលើសនឹងតិចតួចទៅអត់បញ្ហាអីទេតែកុំឲ្យលើសលុបហើយចូលមកដល់ការប្រកបរបស់កូនវិញខ្ញុំរីកខមមិនឲ្យម៉ែប្រើពុំប្រកបណាដែលមានគម្របបិទទឹកដើម្បីការពារបាក់តេរីផ្សេងដែលមាននៅក្នុងទូទឹកកកដែលយើងមើលឃើញអីចឹងណាហើយមួយទៀតម៉ែគួរតែប្រើសម្ភារៈរបស់កូនគឺប្រើដាច់ដライពីសម្ភារៈមនុស្សចាស់កុំឲ្យវាឆ្លងបាក់តេរីទៅមកដូចគ្នាហើយនេះគាត់តែជាប័ណ្ណពិសោធន៍របស់ខ្ញុំទេបើសិនជាម៉ែមានកន្លែងណាដែលស្ដាប់ទៅឆ្កងស្ដាប់ទៅខុសអាចជួយខមមិននៅក្នុងវីដេអូនេះបានយើងជួយចែកលេខគ្នាទៅវិញទៅមកណាព្រោះតែសារមានម៉ែសួរខ្ញុំច្រើនអញ្ចឹងខ្ញុំចែកលេខប័ណ្ណពិសោធន៍របស់ខ្ញុំផ្ទាល់ហើយបើម៉ែមានចម្ងល់អីផ្សេងទៀតអាចខមមិននៅក្នុងវីដេអូនេះបានចាំខ្ញុំព្យាយាមនឹងឆ្លើយអូខេវីដេអូនេះមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយទៀតបាយ